សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបដូរថ្លៃដើមថ្មីដើម្បីធ្វើការបដូរថ្លៃដើមរបស់តំណែងនៅក្នុងកម្មវិធី The On Battery Cloud ជាដំបូងលោកអ្នកត្រូវคลิกចូលទៅក្នុង Module Stock បន្ទាប់មកคลิกនៅលើពាក្យ Cost Change คลิกប៊ូតុង Create ដើម្បីធ្វើការបដូរថ្លៃដើមថ្មីសម្រាប់ Record លោកអ្នកអាចបំពេញដោយផ្ទាល់ឬអាចរំលងនោះ System នឹងចាប់ Record នោះជូននៅស្វ័យប្រវត្តិជ្រើសរើសថ្ងៃខែដែលលោកអ្នកធ្វើការបដូរថ្លៃដើមជ្រើសរើសឈ្មោះសាខាជ្រើសរើសឈ្មោះឃ្លាំងបំពេញមូលហេតុឬ Note នៃការបដូរថ្លៃដើមរបស់លោកអ្នកនៅក្នុងប្រអប់ Reference ធីកត្រង់នេះដើម្បីធ្វើការរើសមុខតំណែងដែលត្រូវបដូរថ្លៃដើមរួចคลิก OK ធ្វើការបំពេញថ្លៃដើមថ្មីនៅក្នុងផ្នែក New Cost ពិនិត្យថ្លៃដើមឡើងវិញរួចคลิก Save คลิกនៅលើប៊ូតុង Print ប្រសិនបើលោកអ្នកចង់ធ្វើការ print ឯកសារនោះចេញคลิกនៅលើប៊ូតុង Preview ដើម្បីពិនិត្យឡើងវិញឬคลิกនៅលើពាក្យ Continue ដើម្បីធ្វើការបញ្ចប់